ប្រទេសដែលខ្លាំងតែងតែលេបប្រទេសដែលខ្សោយនេះគឺជាច្បាប់អាណាចក្រពេលដែលពិភពលោកមិនទាន់មានច្បាប់អធិបតេយ្យភាពនៅឡើយក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះទោះបីជាពិភពលោកបានចែងច្បាប់អធិបតេយ្យភាពប្រទេសនីមួយៗមានអធិបតេយ្យភាពមានដែនដីមានព្រំសីមារបស់ខ្លួនជាក់លាក់ក៏ដោយក៏ប្រទេសខ្លាំងនៅតែរំលោភបំពានប្រទេសខ្សោយជាដរាបជាក់ស្ដែងដូចជាប្រទេសរុស្ស៊ីរំលោភបំពានប្រទេសអ៊ុយក្រែនហើយបច្ចុប្បន្នថ្មីនេះប្រទេសយើងផ្ទាល់បរទេសគេកំពុងតែរំលោភបំពានមកលើយើងខ្ញុំនិយាយថាបរទេសនឹងសំដៅទៅដល់ប្រទេសណាគឺបងប្អូនដឹងហើយសរុបសេចក្តីមកវិញឆ្លើយតបទៅនឹងខមមិនរបស់បងក្នុងនាមយើងជាប្រទេសជាតិមួយក្នុងនាមយើងជាពលរដ្ឋគឺយើងត្រូវការពឹងផ្អែកទៅលើភាពខ្លាំងរបស់យើងហើយខ្លាំងស្របតាមច្បាប់ទៀតផងព្រោះសម័យបច្ចុប្បន្នគឺយើងមានច្បាប់ពិភពលោកដូច្នេះយើងត្រូវតែខ្លាំងប៉ុន្តែខ្លាំងស្របច្បាប់ដូច្នេះហើយពិភពលោកគេនឹងជួយយើងគេនឹងគាំទ្រយើងនៅពេលនោះពស់មិនអាចលេបកង្កែបបានទេ